ជំរាបសួរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយ Benly ថ្ងៃនេះដែរខ្ញុំមាននៅមុខម្ហូបមួយមានឈ្មោះថាបង្កងឆាម្រេចខ្ចីសម្រាប់មុខម្ហូបមួយមុខនេះដែរវាត្រូវបាទជាមួយនឹងបងប្អូនយើងទាំងអស់គ្នាដែលចូលចិត្តបាទហូបបង្កងហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាពុកម៉ែបងប្អូនយើងទាំងអស់គ្នាយូរតោះទៅទស្សនាបាទរបៀបបាទឆាបង្កងម្រេចខ្ចីជាមួយនឹងខ្ញុំទាំងអស់គ្នាថាមានគ្រឿងអីគេខ្លះនៅមុខម្ហូបមួយហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាបាទក៏អាចបាទឆាហូបខ្លួនឯងបានដែរហើយបើមានរសជាតិមិនបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយខមមិននៅក្រោមវីដេអូនេះម្នាក់មួយផងតោះទៅទស្សនាទាំងអស់គ្នាហើយនេះដែរយើងចាប់ផ្ដើមមករំលឹងខ្ទឹមសយើងបាទឲ្យឡើងឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមបាទចាក់បង្កងរបស់យើងចូលនេះដែរឃើញថាបាទខ្ទឹមយើងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមមកចាក់បង្កងយើងចូលមកសម្រាប់បង្កងនេះដែរបងស្រីបាទគាត់បានកំងបាទចំនួន3គីឡូបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយ1គីឡូឆាបើម្ទេស1គីឡូឆាម្រេចខ្ចីហើយ1គីឡូទៀតបាទយើងអបបាទមីស៊ូឲ្យគាត់ហ្នឹងហើយឆ្លើយតបទៅខមមិនបងប្អូនយើងទាំងអស់គ្នាតែងតែបាទឆានរបស់ខ្ញុំពេលថ្ងៃបាទរត់ទិញបាទម្ហូបកំងអីដោយសារថាថ្ងៃឡើងខ្ញុំអត់សូវធ្វើបានទេបងប្អូនយើងទាំងអស់គ្នាបាទលុះត្រាតែបងប្អូនយើងទាំងអស់គ្នាបាទមានកម្មវិធីអីបាទកំងម្ហូបច្រើនអានឹងបាទខ្ញុំបាទទទួលធ្វើហ្នឹងហើយថាបាទបង្កងយើងបាទរៀងឆ្អិនបន្តិចហើយយើងចាប់ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតឥឡូវនេះដែរយើងចាប់ដើមបាទដាក់ជាមួយនឹងទឹកត្រីតបមកបាទយើងចាប់ផ្ដើមបាទដាក់ជាមួយនឹងប្រេងខ្យងឥឡូវនេះដែរយើងចាប់ផ្ដើមបាទឆាវាបាទរៀងសព្វគ្រឿងគ្នាបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតនេះដែរយើងចាប់ផ្ដើមបាទដាក់ជាមួយនឹងបាទប្រេងម្ទេសបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាបាទសួរខ្ញុំថាដកប្រេងម្ទេសមិនហ្នឹងហើយគឺថាដកវាចឹងហើយរសជាតិវាក៏អត់មានអីហ្មងដែរបងប្អូនយើងទាំងអស់គ្នាបាទគ្រាន់តែបាទវាមានជាតិឈ្ងុយម្ទេសក៏ដូចជាបាទឈ្ងុយខ្ទឹមតែប៉ុណ្្នឹងទេហ្នឹងហើយឥឡូវនេះដែរយើងចាប់ផ្ដើមបាទឆាវាបាទឲ្យរៀងសព្វគ្រឿងគ្នាបន្តិចសិនចាំយើងចាប់ផ្ដើមបាទចាក់ជាមួយនឹងបន្លែរបស់យើងចូលសម្រាប់បន្លែយើងដែរបាទខ្ញុំមានជាមួយនឹងម្ទេសផ្លោកបាទខ្ទឹមបារាំងការ៉ុតបាទក៏ដូចជាបាទម្ទេសក៏ដូចជាបាទម្រេចខ្ចីបងប្អូនយើងទាំងអស់គ្នាឥឡូវនេះដែរយើងចាប់ផ្ដើមបាទឆាវាបាទឲ្យរៀងសព្វគ្នាបន្តិចសិនចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតសម្រាប់បាទភ្លើងដែរបងប្អូនយើងទាំងអស់គ្នាបាទកុំបើកខ្លាំងពេកហ្នឹងហើយបាទយើងឆាលក្ខណៈរងាស់វាអញ្ចឹងណាបាទយើងបើកភ្លើងតិចតិចទៅបានហើយបាទបើយើងបើកភ្លើងខ្លាំងវាអាចនឹងអត់ឆ្អិនបង្កងល្អទេហ្នឹងហើយសម្រាប់ភ្លើងបងប្អូនយើងទាំងអស់គ្នាបាទបើកតាមតិចតិចទៅបានហើយឥឡូវនេះដែរយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតយើងដាក់ជាមួយនឹងស្ករសប៊ីចេងម្សៅស៊ុបម្រេចឥឡូវនេះដែរយើងចាប់ផ្ដើមមកឆាវាឲ្យរៀងសព្វគ្រឿងគ្នាបន្តិចសិនទៅចាំយើងបាទចាប់ផ្ដើមមកដាក់គ្រឿងចូលបន្ថែមទៀតវីដេអូនេះដែរឆ្លើយតបទៅបងប្អូនយើងទាំងអស់គ្នាតែងតែបាទខកមកកំងបាទម្ហូបពេលថ្ងៃហ្នឹងហើយគាត់ឃើញខ្ញុំបាទធ្វើថតនៅផ្ទះអញ្ចឹងបាទគាត់ស្មានតែខ្ញុំបាទលក់ម្ហូបពេលថ្ងៃហ្នឹងហើយដោយសារថាមុខម្ហូបដែលខ្ញុំថតនៅផ្ទះហ្នឹងបាទភ្ញៀវគាត់កំងបាទច្រើនមុខបាទខ្ញុំបាទទទួលធ្វើនៅផ្ទះហ្នឹងហើយបើសិនជាបងប្អូនយើងទាំងអស់គ្នាបាទកំងខ្ញុំមកមុខពីរមុខក៏ខ្ញុំអត់ទទួលធ្វើដែរហ្នឹងហើយដោយសារថាភ្ញៀវបាទគាត់មានបាទកម្មវិធីនៅផ្ទះអីគាត់បាទស្អែកខាងស្អែកអញ្ចឹងបាទគាត់កក់ខ្ញុំម្ហូប 4-5 មុខអាហ្នឹងបាទខ្ញុំទទួលធ្វើហ្នឹងហើយបើសិនជាមួយមុខពីរមុខដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំអត់ទទួលធ្វើទេហ្នឹងហើយម៉ោងខ្ញុំលក់ចាប់ពីម៉ោង 5 ល្ងាចរហូតដល់ម៉ោង 10 យប់ហ្នឹងហើយខ្ញុំលក់នៅកែងស្តុបអូស័យកែងអូឡាំផ្សាបាទស្តុបអាមជូគេលក់ម៉ូតូអញ្ចឹងបើសិនជាបងប្អូនយើងទាំងអស់គ្នាបាទចង់កំងម្ហូបអីក៏អាចបាទខលមកលេខខ្ញុំបានដែរហ្នឹងហើយប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងបាទខ្ញុំលក់ទៅពេលល្ងាចទេឥឡូវនេះដែរឃើញថាបាទបង្កងឆាម្រេចខ្ចីខ្ញុំបាទឆ្អិនហើយ 100% ហើយអរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសម្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះបើសិនជាការនិយាយស្ដីក៏ដូចជាបាទរបៀបបាទឆាបង្កងម្រេចខ្ចីខ្ញុំបាទមានអីខុសឆ្គងត្រង់ណាដែរមើលទៅវាអត់សមរម្យសូមពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីភ័យទោសខ្ញុំផងហើយវីដេអូនេះដែរក៏សូមពឹងឲ្យបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចបាទជួយ follow page ក៏ដូចជាជួយបាទ share វីដេអូនេះម្នាក់មួយផងឥឡូវឃើញថាបាទបង្កងយើងឆ្អិនហើយបាទយើងដួសដាក់ប្រអប់ឲ្យភ្ញៀវមកហើយជាចុងក្រោយនេះដែរខ្ញុំបាទ Benly គ្រប់ជ្រាបលាជួបគ្នានៅវីដេអូថ្មីទៀតអរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសម្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះ